ប្រធានបទយើងថ្ងៃនេះស្ដីអំពីព្រះយេស៊ូវទ្រង់ជ្រាបពីអ្វីដែលនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នានៅក្នុងព្រះគម្ពីរសញ្ញាថ្មីនៅព្រះគម្ពីរដំណឹងល្អលោកយូហាននៅចំពោះ4បានបញ្ជាក់យ៉ាងច្បាស់អំពីរឿងរ៉ាវរបស់សាសយូដានិងសាសសាម៉ារីដែលរាប់ថាជាសត្រូវនឹងគ្នាតែទីបំផុតយើងឃើញអំពីព្រះយេស៊ូវទ្រង់បានយាងទៅឯអណ្ដូងទឹករបស់ស្រីសាសសាម៉ារីហើយក៏បានជួបស្ត្រីដែលមានប្រវត្តិមិនល្អគឺជាស្ត្រីដែលរស់នៅជាមួយនឹងបុរសជាច្រើនអ្នកដែលមិនបានរៀបអាពាហ៍ពិពាហ៍ឬក៏ជាប្តីប្រពន្ធពេញច្បាប់នោះទេគឺរស់នៅក្រៅខានស្លាអញ្ចឹងព្រះគម្ពីរបានប្រាប់ថាព្រះយេស៊ូវទ្រង់បានជ្រាបអំពីអ្វីដែលនៅក្នុងជីវិតរបស់ស្ត្រីនេះគឺគាត់មានភាពអាម៉ាស់ពីព្រោះថាជាស្ត្រីដែលមានប្តីច្រើនហើយគេមិនរាប់នៅក្នុងសង្គមទេទៅណាមកណាគឺនាងមានស្ត្រីខ្មាស់ហើយជាពិសេសនៅពេលដែលនាងទៅដងទឹកគឺមិនទៅដងនៅពេលព្រឹកព្រហៀមដូចគេទេគឺនៅពេលថ្ងៃវិញហើយនេះជាហេតុការណ៍មួយដែលកើតមានឡើងទៅចំពោះអ្វីដែលព្រះគម្ពីរបានប្រាប់ថាព្រះយេស៊ូវទ្រង់បានស្គាល់អំពីតម្រូវការពីព្រោះស្ត្រីនេះគឺចាំបាច់នាងគឺជាតម្រូវការរបស់នាងគឺទឹកដែលគាត់យកទៅប្រើប្រាស់បាទទីបំផុតគឺព្រះយេស៊ូវទ្រង់បានបង្ហាញសេចក្តីស្រឡាញ់ព្រះអង្គបានជ្រាបអំពីអ្វីដែលបានកើតឡើងហើយព្រះអង្គក៏បានបញ្យល់ប្រាប់អំពីទឹកដែលនាងយកទៅប្រើនិងទៅសេកទៀតប៉ុន្តែទឹកដែលព្រះយេស៊ូវទ្រង់នឹងឲ្យគឺជាទឹកនៃសេចក្តីសង្គ្រោះបាទអញ្ចឹងទីបំផុតនៅពេលដែលនាងបានយល់អំពីអត្ថន័យនៃទឹកនៃសេចក្តីសង្គ្រោះនេះគឺថានាងស្រេកឃ្លានហើយនាងចង់បានយ៉ាងពិតប្រាកដបាទដូចគ្នាមនុស្សនៅលើភពផែនដីនេះគឺពិតជាមានសេចក្តីត្រូវការផ្សេងពីគ្នាប៉ុន្តែឯសេចក្តីត្រូវការដ៏ចាំបាច់នោះគឺតាក់ទងនឹងសេចក្តីសង្គ្រោះរបស់ផងព្រះបាទអញ្ចឹងយើងគ្រប់គ្នាគឺត្រូវការសេចក្តីសង្គ្រោះរបស់ព្រះហើយព្រះទ្រង់ជ្រាបពីអ្វីដែលនៅក្នុងជីវិតរបស់លោកអ្នកបងប្អូននៅថ្ងៃនេះសូមលោកអ្នកបានថ្វាយទៅដល់ព្រះអង្គម្ចាស់នៅអ្វីដែលជាតម្រូវការពិតប្រាកដគឺអំពើបាបរបស់ផងយើងគឺនិស្ស័យចាស់នៃដែលបានបន្សល់ទុកអំពីអាដាមនិងអេវ៉ាការជជែករឹងបះបោរនេះគឺជាការទាស់ប្រឆាំងជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គតែព្រះអង្គទ្រង់ជ្រាបព្រះអង្គទ្រង់យាងមកដោយបង្ហាញសេចក្តីស្រឡាញ់ទៅកាន់យើងដូច្នេះស្ត្រីនៅពេលដែលនាងបានទទួលទឹករស់នៃសេចក្តីសង្គ្រោះរបស់ផងនាងហើយនាងបានទៅប្រាប់គូកននៅក្នុងស្រុកភូមិអញ្ចឹងដូចគ្នាដែរលោកអ្នកបងប្អូនក៏មានអំណាចប្រជេស្តាតាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គបានប្រទានឲ្យយើងចេញទៅដើម្បីនឹងប្រកាសដំណឹងល្អពីសេចក្តីសង្គ្រោះរបស់ព្រះទៅកាន់ប្រជាជាតិរបស់ផងយើងទៀតផងដែរសូមព្រះយេស៊ូវប្រទានពរ